មានសំណួរជាច្រើនដែលប្រិយមិត្តទាំងអស់គ្នាបានសួរមក Camera Report អំពីទូរស័ព្ទខ្មែរ C2 នេះ Smartphone ខ្មែរ C2 នេះត្រូវបានធ្វើការរចនារូបរាងនិងអភិវឌ្ឍកម្មវិធីទូរស័ព្ទនៅប្រទេសកម្ពុជាយើងចំណែកផ្នែក Hardware របស់ម៉ាស៊ីនវិញត្រូវបានធ្វើឡើងនៅប្រទេសចិនហើយនាំចូលមកប្រទេសកម្ពុជាវិញដើម្បីចែកចាយនៅក្នុងទីផ្សារវាក្លាយជារឿងមួយទូទៅហើយដែលភាគច្រើន Smartphone និង Tablet របស់ក្រុមហ៊ុនធំតូចមួយចំនួនធ្វើការផលិតនៅប្រទេសចិនរួចហើយចែកចាយបន្តទៅប្រទេសផ្សេងទៀតដូច្នេះវាមិនមែនជាបញ្ហាចោទសម្រាប់ Smartphone ដែលមានស្លាកសញ្ញាខ្មែរមួយនេះទេអ្វីដែលសំខាន់នោះគឺគុណភាពនិងតម្លៃរបស់វាតែម្ដងរូបរាងរបស់ទូរស័ព្ទខ្មែរ C2 នេះត្រូវបានរចនាឡើងពីផ្លាស្ទិករលោងគ្រៀតដែលមានកម្រាស់ស្ដើងល្មមនិងមានទម្ងន់ស្រាលដូច្នេះវាមានភាពងាយស្រួលក្នុងការចាប់កាន់នៅក្នុងដៃខ្មែរ C2 មានអេក្រង់ទំហំ5អ៊ីងប្រភេទ IPS អាចបង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត Full HD 1080x1920 pixelអ្នកនឹងមិនឃើញរូបភាពស្រអាប់ឬព្រិលនៅពេលមើលពីចំហៀងនោះទេដោយវាបង្ហាញពណ៌រូបភាពបានស្មើគ្នាតែម្ដងខ្មែរ C2 បំពាក់ CPU MediaTek NT6589 ប្រភេទ Quad Core មានល្បឿន 1.5 GHz Cortex A7 និង RAM 2GB ល្បឿនប៉ុណ្នេះអាចដំណើរការហ្គេមនិងកម្មវិធីទូទៅបានលឿនគួរសមក៏ប៉ុន្តែចំពោះហ្គេមដែលមាន graphic ធំវាលេងរៀងយឺតបន្តិចហើយSmartphone នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ផ្ទៃបង្ហាញ menu icon និងការបញ្ជាទូទៅគឺមានភាពសាមញ្ញដូច Smartphone Android ដទៃទៀតដែរចំណុចពិសេសរបស់ C2 នេះគឺវាបានភ្ជាប់មកជាមួយនឹងភាសាខ្មែរនិងក្តារចុចខ្មែររួចជាស្រេចប៉ុន្តែចំពោះក្តារចុចនេះវារៀងយ៉ាប់វែងបន្តិចហើយដោយសារតែទំហំអក្សររៀងទូចពេកខុសពីក្តារចុចទូទៅខ្មែរ C2 មានកាមេរ៉ាខាងក្រោយទំហំ13 megapixel autofocus អាចចាប់យករូបភាពបានច្បាស់ក្នុងកម្រិត 4224x3168 pixel រូបភាពដែលបានថតចេញមកគឺមានភាពច្បាស់ល្អវាក៏មានភ្លើងជំនួយសម្រាប់ថតនៅពេលយប់ផងដែរចំពោះមុខងារវីដេអូវិញវាអាចថតយកបានក្នុងកម្រិត Full HD ចំណែកកាមេរ៉ាខាងមុខមានទំហំ5 megapixelអង្គផ្ទុកទិន្នន័យនៅក្នុងម៉ាស៊ីនរបស់ C2 នេះមានទំហំដល់ទៅ 32GB ឯណោះហើយបើនៅតែមិនគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាក៏អាចថែម memory ខាងក្រៅបានផងដែរ Smartphone នេះអាចប្រើប្រាស់ SIM card បានពីរមួយជាប្រភេទ SIM card ធម្មតាមិនមាន 3G និងមួយទៀតជាប្រភេទ mini SIM មាន 3G ខ្មែរ C2 មានថាមពលថ្មទំហំ 2100 mAh ល្មមអាចបំពេញការងារទូទៅបានពេញមួយថ្ងៃទៅលើការហៅចេញចូលឆែកអ៊ីនធឺណិតនិងលេងហ្គេមមួយចំនួនអ្វីដែលខ្ញុំពេញចិត្តបំផុតទៅលើទូរស័ព្ទមួយនេះគឺរូបរាងនិងរចនាបថរបស់វាតែម្ដងហើយពិសេសជាងនេះទៀតនោះគឺ logo ពាក្យថាខ្មែរនៅផ្នែកខាងក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាអាចរកជា Smartphone ខ្មែរ C2 នេះបានក្នុងតម្លៃ$280នៅលើទីផ្សារជាមួយប័ណ្ណធានារយៈពេល1ឆ្នាំផងដែរ